សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះកូនចង់មកដោះស្រាយលំហាត់មួយគឺដោះស្រាយសមីការ 2x ដក1លើក y ស្មើនឹង5ដក3បូកឲ្យ x លើក2អញ្ចឹងយើងដឹងហើយថាសមីការគឺវាមានអង្គទី1ជាមួយនឹងអង្គទី2នេះគឺជាអង្គទី1ហើយនេះគឺជាអង្គទី2ហើយសមីការនេះគឺមានចំណងជើងថាសមីការលើការ៉េទី1មាន1អញ្ញត្តិដោយសារតែយើងមានតែអញ្ញត្តិ x មួយទេវិធីដោះស្រាយនោះគឺវាងាយស្រួលទេក៏ប៉ុន្តែលំហាត់នេះគឺវារៀងធំជាងលំហាត់មុនដោយយើងក៏លេខមើលថាអង្គទី1និងអង្គទី2នេះគឺសុទ្ធសឹងតែមានភាពបែងអញ្ចឹងការដោះស្រាយសមីការនេះគឺតម្រូវឲ្យយើងចេះតម្រូវភាពបែងអង្គទាំងពីរហ្នឹងឲ្យវាមានភាពសមាមាត្រគ្នាឬមួយក៏ស្មើគ្នាអញ្ចឹងឥឡូវគឺអូនចាប់ផ្ដើមដោះស្រាយអញ្ចឹងយើងក៏លេខមើលអង្គទី1និងអង្គទី2គឺយើងឃើញថាអង្គទី1មានភាពបែង3អង្គទី2មានភាពបែង2តាមផលបូកភាពបែងរួមតូចបំផុតគឺយើងឃើញថាអង្គទាំងពីរហ្នឹងគឺត្រូវតម្រូវឲ្យមានភាពបែង6ដូច្នេះខាងអង្គទី1នេះគឺខ្វះ2អញ្ចឹងយើងបាន2កតាឲ្យ 2x ដក1លើ6កន្លែងនេះមានដាក់សញ្ញាស្មើទេសារតែវាមានសញ្ញាស្មើហើយចំណែកឯ5នេះគឺវាមានភាពបែង1យើងគុណនឹង6មកដកឲ្យ3កតាឲ្យ3បូក x លើ6អញ្ចឹងបន្ទាប់ពីយើងបានតម្រូវភាពបែងអង្គទាំងពីរហ្នឹងឲ្យវាស្មើគ្នាហើយគឺយើងត្រូវលុបភាពបែងទាំងអង្គទាំងពីរហ្នឹងចេញអញ្ចឹងវាបាន 4x ដក2អានេះគឺសុំពលាតកសោមកហើយស្មើនឹង30ដក9អានេះសញ្ញាដកគុណនឹងបូកចេញដកឲ្យ 3x ចឹងដល់កន្លែងនេះគឺយើងត្រូវមើលថាអង្គទី1និងអង្គទី2ហ្នឹងគឺអញ្ញត្តិនៅខាងអញ្ញត្តិហើយឬនៅចឹងបើនៅទៅគឺយើងបោះអញ្ញត្តិនៅអង្គទី2មកអញ្ញត្តិនៅអង្គទី1ចឹងវាបាន 4x ដកបោះមកឆ្លងសញ្ញាបូកដកបោះមកឆ្លងសញ្ញាស្មើគឺវាចេញបូក 3x ស្មើអញ្ចឹងសម្រាប់លេខធម្មតាគឺយើងត្រូវដាក់ខាងអង្គទី2មុនអញ្ចឹង30ដក9ស្មើនឹង21 2ដក2បោះឆ្លងសញ្ញាស្មើចេញបូក2ចង់បាន7x ស្មើ23នាំឲ្យតម្លៃ x ស្មើនឹង23លើ7អញ្ចឹងដើម្បីឲ្យដឹងថាសមីការដែលយើងបានដោះស្រាយហ្នឹងចម្លើយត្រូវឬអត់គឺយើងត្រូវធ្វើការផ្ទៀងផ្ទាត់ការផ្ទៀងផ្ទាត់នេះផងដែរគឺយើងយកប្រធានលំហាត់ដើមយកមកផ្ទៀងផ្ទាត់បន្តមកទៀតគឺយើងត្រូវយកតម្លៃ x យកមកជួសគ្រប់ x ទាំងអស់ដែលមាននៅក្នុងប្រធានលំហាត់ដែលយើងយកមកផ្ទៀងផ្ទាត់នោះអញ្ចឹងយើងដាក់មកដោយ x ឬតម្លៃ x ស្មើ23លើ7គេបានចឹងកន្លែងនេះគឺជា x របស់យើងស្មើនឹង23លើ7ហើយ 2x នេះគឺវាជាផលគុណចឹងយើងដាក់មកចឹងសូមបញ្ជាក់ផងដែរថារាល់សញ្ញាស្មើទាំងអស់គឺយើងត្រូវដាក់ឲ្យចំភាគកណ្ដាលនៃរបាព្រោះថាការប្រឡងធំវាការប្រឡងឌីប្លូមនិងបាក់ឌុបគឺគេអាចនឹងកាត់បន្ទុកយើងត្រង់កន្លែងហ្នឹង5នេះយើងដាក់មកដដែលសារវាអត់មានជាប់មួយអញ្ញត្តិអីទេអញ្ចឹងបាន3បូក x អញ្ចឹង3បូក23លើ7របា2នេះបាន46
លើ7ដក7លើ7ចឹងយើងតម្រូវភាគបានវាដូចគ្នាណាលើ3ស្មើ5អានេះខ្ញុំត្រូវតម្រូវភាគបាញ់3យើងយកភាគបាញ់7វាបាន3 7ដង21លើ5 2បូកឲ្យ23លើទាំងអស់ហ្នឹងគឺលើ2 39លើ3នេះគឺ46ដល់7គឺសល់39ណាអូជាសាយដល់គ្នានេះ39លើ7ទាំងអស់ហ្នឹងគឺលើ3វិញចឹងយើងដាក់5នេះមកទៅដែរវាអត់តដោះតួនាទីវាចឹងអានេះលើ44លើ7ទាំងអស់ហ្នឹងគឺលើ2ចឹងដើម្បីចែកប្រភេទនិងប្រភេទយើងត្រូវយកប្រភេទទី1គុណចម្រាស់និងប្រភេទទី2 39លើ7គុណឲ្យ1លើ3ជាសារ3នេះវាមានភាគបែក1អស់គ្នាស្មើនឹង5អានេះក៏ដូចគ្នាដែរ44លើ7គុណឲ្យ1លើ2ចឹងអានេះ39លើ21ស្មើនឹង5ដកអស់44លើ14 39លើ21នេះគឺយើងដាក់មកទៅដែរបន្ទាប់មកទៀតយើងត្រូវមើលទៅកាន់អង្គទី2នេះគឺយើងឃើញថាភាគបែងវាអត់ស្មើគ្នាឬក៏អត់សមមាត្រគ្នាទេអញ្ចឹងយើងត្រូវតម្រូវភាគបែងវាមួយតង់ទៅទៀតអញ្ចឹង5គុណឲ្យ14លើ14ដល់ឲ្យ44លើ14អញ្ចឹងកន្លែងនេះគឺយើងអាចសម្រួលបានជាមួយនឹង3អញ្ចឹងសម្រួលទៅវាបាន13លើ7អានេះបាន70ដល់44លើ14អញ្ចឹងគឺខ្ញុំសុំតមកខាងនេះចាស់13លើ7ស្មើ26លើ14អញ្ចឹងអ្នកទាំងអស់គ្នាអាចកលេចមកមើលកន្លែងនេះបាន26លើ14នេះគឺយើងអាចសម្រួលនឹង2បានណាអញ្ចឹងបើសម្រួលនឹង2ទៅគឺបាន13លើ7ស្មើនឹង13លើ7ចឹងប្រសិនបើជាការផ្ទៀងផ្ទាត់របស់យើងអង្គទី1ចេញចម្លើយមកស្មើជាមួយនឹងអង្គទី2ដូចនេះចម្លើយឬការដោះស្រាយសមីការរបស់យើងនឹងគឺពិតប្រាកដឬត្រឹមត្រូវអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះពីដើមដល់ចប់សង្ឃឹមថាសម្រាប់ការប្រឡងធំៗនៅខាងមុខនេះអ្នកទាំងអស់គ្នាអាចធ្វើបានលទ្ធផលល្អសូមអរគុណ